សួស្តីបងប្អូនសាជាថ្មីម្ដងទៀតក្នុងកម្មវិធី Mastery Lifestyle Challenge របស់ខូចខំពិសិដ្ឋថ្ងៃទី1គឺយើងរៀនអំពីធម្មពលថ្ងៃទី2គឺយើងរៀនអំពីការកសាងទ្រព្យថ្ងៃទី3នេះគឺយើងរៀនអំពីសុភមង្គលនិងសេចក្តីសុខផ្លូវចិត្តបងប្អូនសម័យមើលរឿងទាំង3តើបងប្អូនជ្រើសរើសរឿងមួយណាក្នុងដំណើរជីវិតបងប្អូននៅពេលដែលបងប្អូនជួបគ្នាតើបងប្អូននិយាយអំពីអ្វីនិយាយអំពីលុយសុភមង្គលសេចក្តីសុខផ្លូវចិត្តឬក៏ការកសាងទ្រព្យរឿងទាំងអស់នេះគឺបងប្អូនទាំងនេះអាចធ្វើបានអាចសាងវាបានក្នុងដំណើរជីវិតរបស់បងប្អូនរៀនរស់ជាមួយអត្ថន័យជីវិតរបស់ខ្លួនអរគុណ